ស្ដីបងប្អូនអ្នកដែលប្រើមួយញ៉េពួកក្រង់បវលបាននេះរបស់ចិននេះបើសិនជាប៊ូតុង home នេះអត់ដើរបន្ទាប់ពីយើងប៉ះរឿងអីនឹងប៊ូតុង home នោះអត់ដើរឬមួយក៏ថាច់នេះអត់ដើរអត់ស្រួលឬមួយក៏ប៊ូតុងនឹងបញ្ជ្រះឬមួយអីចូល setting set up តាមវិធីនេះហើយចូលយក factory setting មកហើយ password វាអត់ដូចគេឯងទេគឺលេខ1លេខ2លេខ3លេខ4ណាយល់ព្រមមកអានេះគឺសញ្ញាខ្វែងដែលរត់ដេញតាម touch screen ហ្នឹងដើម្បីឲ្យខាច់ calibrate វាធ្វើឲ្យវាថាច់ឲ្យល្អស្រួលមួយនេះគឺសម្រាប់ប៊ូតុងនៅជុំវិញនេះគេហៅប៊ូតុង home ឬមួយក៏ប៊ូតុង volume បូកដកនេះដែលយើងថាច់ហ្នឹងណាតែវាដើរអត់ត្រូវយើង set up វាមកទី1យើងចូល clear វាអស់មកកុំឲ្យវានៅជាប់អីហើយ in នេះឈប់ in វាយើងចុច start វាដើម្បីចាប់ផ្ដើម set up វាទី1តង់ power ចុចទៅ power តាមវាមក success ស្គាល់ណាទី2 volume បូកhome ហើយចុចមក home វាមកទី3ប៊ូតុង back តាមវានឹងមកទី4 volume បូកយើងបូកដែរមក volume ដកដែរមកពេលហើយអស់គឺយើងចុច in ឈប់ការ set លែង set ហើយត្រូវអស់ហើយសារលបងមើលនេះចាក់ចេញណាចូលប៊ូតុង home ណាចាក់ចេញបិទ power បើ power យករត់យកបូកតអូខេ